ថ្ងៃមុនខ្ញុំប្រាប់បងប្អូនថាសណ្តែកគួរតតែ3ខែបានផលតែពេលដែលខ្ញុំសួរប៉ាខ្ញុំម្ដងទៀតបូករួមទាំងការដែលខ្ញុំ research រើសអត់ឃើញយើងអាចសន្មត់បានថាសណ្តែកគួរមួយខែកន្លះគឺបានផលប៉ុន្តែយើងអាចប្រមូលផលរហូតដល់កន្លះខែទៀតអញ្ចឹងតាំងពីដាក់ដីដាំរហូតដល់យើងចប់ប្រមូលផលគឺមានរយៈពេល3ខែប៉ុន្តែខ្ញុំ research មើលនៅក្នុង Google Facebook គឺរកទិន្នន័យនៃការប្រមូលផលសណ្តែកគួរហ្នឹងគឺអត់ឃើញទេប៉ុន្តែខ្ញុំបានឯកសារយោងពីជិតខាងរបស់ខ្ញុំគាត់ក៏ដាំសណ្តែកគួរដែរហើយខ្ញុំក៏អត់បានសួរគាត់ផ្ទាល់ដែរគឺម៉ាក់របស់ខ្ញុំជាអ្នកសួរគាត់ថាសណ្តែកគួរគឺមួយខែកន្លះយើងអាចប្រមូលផលហើយយើងប្រមូលផលហ្នឹងរយៈពេលកន្លះខែឥឡូវយើងចប់ជាមួយនឹងការដាំសណ្តែកគួរយើងមកមើល High Day នៅផ្ទះម៉ាក់ខ្ញុំម្ដងថ្ងៃហ្នឹងខ្ញុំមក High Day ជីវិតពិតមានជាការប្រមូលផលពងទាដូចដែលខ្ញុំបានធ្លាប់ចេញវីដេអូអញ្ចឹងគឺទារបស់ខ្ញុំញីមានតែ6ទេប៉ុន្តែថ្ងៃខ្លះពងបានដល់7គ្រាប់បើជីវិតនៅក្នុង game High Day វិញគឺពិតជាល្អខ្លាំងមែនតើយើងអត់ចាំបាច់យកលុយទៅទិញមេបន្ថែមទៀតទេតែនេះជីវិតពិតប្រកបលើសមួយគ្រាប់ទៀតនឹងមិនដឹងមកពីណាទេបន្ទាប់ពីរើសពងទាហើយក៏ប្រឡែងទាឲ្យទៅស៊ីស្រូវតាមវាស្រែវិញថ្ងៃហ្នឹងបានពងទា6គ្រាប់1 2 3 4 5ពងទាយើងញីមាន6ឈ្មោលមាន3ឯអាទូចនេះយើងមាន9តែយ៉ាងនិយាយព្រោះវាអត់ទាន់ពងទេហើយថ្ងៃខ្លះពងដល់7គ្រាប់អត់ដឹងថាពងមកពីណាប៉ុន្តែទាញីមានតែ6ណាតែពងបាន7គ្រាប់ថ្ងៃមុនទិញត្រេនមកប៉ាថាចង់ប្រសាសង្ខ្យាត្រេនFacebook នោះក៏ឃើញមិត្តភ័ក្តិក៏ថតផុសលក់សង្ខ្យាត្រេនល្មមនៅអត់សុកទេចេញពីធ្វើការមិនតាន់ទេក៏ទៅទិញសង្ខ្យាត្រេនហ្នឹងដោយសារតាមមែនធំតប៉ែដែលគាត់ចង់សង្ខ្យាត្រេននោះសំបីតែខ្ញុំក៏ចង់ដែរហើយបើកទូមកមានស្វាយមានអីនៅក្នុងទូល្មមគាត់ជួនមើលទៅសង្ខ្យាត្រេនយើងទិញមកហ្នឹងវារៀងស្ទើរត្រេនផងមានស្វាយកែវចិនថែមទៀតអញ្ចឹងយើងចិត្តដាក់ឲ្យបានច្រើនទៅមានទៅអីទេបាយតណើបលាយស្វាយចាំខ្ញុំសប្រៃឯងទេខ្លាំងពងតាចិត្តហ្នឹងគាត់តាមតន់ទៀតគាត់សួរថាមុនហ្នឹងខ្ញុំទៅទិញអីគេខ្ញុំថាខ្ញុំអត់ប្រាប់ទេចាំសប្រៃគាត់ពេលក្រោយវិញហើយតនេនេះទៅកាត់ស្លឹកចេកកាត់ធ្វើម៉ូតកាត់ធ្វើអីណានេះទទួលស្គាល់ថាបើយើងធ្វើខ្លួនឯងហ្នឹងវាញ៉ាំបបោប៉ុន្តែធ្វើខ្លួនឯងក៏អស់ច្រើនដែរអញ្ចឹងហើយទិញគេហូបសិនទៅចាំថ្ងៃក្រោយចាំយើងធ្វើខ្លួនឯងតែមានណាតំណងរបស់គេដែរយាយមកប្រអប់ហ្នឹង15000បើថាធ្វើខ្លួនឯងហ្នឹងខ្ជិលដែរហ្នឹងយាយនៅគូសដូងនៅចំហុយបាយនៅអីតន់យាយហេតាគាត់ពងអស់កម្លាំងកាប់ផ្លាក់ធ្វើហឹងដាំតគួនដាំអីចឹងទៅយើងឲ្យគាត់ប្រសាហើយងាកមកហឹងស្រែកគួរហឹងបន្លែយើងវិញណាឥឡូវស្រែកគួរដុះបានប៉ុណ្នេះហើយរៀងល្អដែរហ្នឹងណាចឹងងាកមកមើលមាត់ខ្ញុំម្ដងយាយបើថាអត់ឆ្ងាញ់មិនកើតឆ្ងាញ់មកគេមែនណាយាយថាតម្លៃប៉ុណ្ណឹងធូរថ្លៃដែរតាយាយប្រជាកសិករគាត់តែងនិយាយថាអញ្ចេះតំណាំតាគេដាំឈរណាដឹងតែថោកអីតែខុសប្លែកអីតែទៅរៀនថាកាលមុនទៅអត់សូវមានអ្នកដាំតែឥឡូវដាំគ្រប់ខេត្តតាមដែលខ្ញុំដឹងពោធិ៍សាត់ក៏មានបាត់ដំបងក៏មានព្រះវិហារក៏មានសៀមរាបក៏មានកំពង់ចាមក៏មានឥឡូវកណ្ដាលក៏មានកពតក៏មានកោះកុងក៏មានបើដាំត្រេនច្រើនអញ្ចឹងតិចអត់មានអ្នកទិញហើយចោះថោកដូចស្វាយដូចស្រូវអីខ្ញុំគិតថាត្រេនណាតាមពិតអត់គួរថ្លៃទេថ្លៃដោយសារតែទី1អត់សូវមានអ្នកដាំទី2គឺពិបាកថែទាំតែបើយើងដាំច្រើនណាក៏វាមិនអាចជាថោកទៅណាដែរព្រោះអីយើងអត់ខ្វះទេទីផ្សារនាំចេញឲ្យតែយើងមានផលិតផលល្អហើយងាកមកមើលសង្ខ្យាត្រេនរបស់យើងវិញឥឡូវនេះគឺបានឆ្អិនរួចរាល់ហើយសម្រាប់សង្ខ្យាត្រេននេះខ្ញុំទំធ្វើលើកទី1ដែរបងប្អូនអញ្ចឹងសម្រាប់គ្រឿងអាចនឹងស្ទើខ្ញុំអត់អាចបរៀនបងប្អូនពីរបៀបនៃការធ្វើសង្ខ្យាត្រេននេះបានទេព្រោះថារសជាតិវាសាបល្មមអត់សូវផ្អែមខ្លាំងចឹងណាមួយដោយសារតែខ្ញុំឃ្លានពេកក៏ហើយចឹងទៅខ្ទិះដូងអីហ្នឹងយើងអាចបានកោសភ្លាមទេយើងទុកនៅក្នុងទូស្រាប់អញ្ចឹងណាអញ្ចឹងរសជាតិក៏វាស្ទើរឆ្ងាញ់ទៅតាមនឹងដែរ
ប៉ុន្តែដោយសារតែខ្ញុំធ្វើនេះគឺពូជត្រេនរបស់ភួងម្លិះហ្នឹងអញ្ចឹងរសជាតិវារៀងផ្អែមអាម៉ាមើមអត់ខ្លាំងទេអញ្ចឹងដល់ពេលយើងយកទៅធ្វើសង់ខ្យាត្រេនទៅរសជាតិក៏វាអត់សូវផ្អែមខ្លាំងដែរប៉ុន្តែសួរថាញ៉ាំបានអត់ញ៉ាំបានហើយឆ្ងាញ់